សូមឲ្យធ្វើការជំរឿនមន្ត្រីហើយរៀបចំប្រព័ន្ធ digital ឲ្យច្បាស់ថាព្រោះឥឡូវយើងមានលំបានន័យថាដល់ខែតម្លាក់ ATM ទៅឲ្យមែនប៉ុន្តែយើងអត់ដឹងថាពីណាទៅណាទេបើយើងអត់ដឹងថានៅណាការផ្ទេរផ្ទង់មន្ត្រីក៏យើងគ្រប់គ្រងមិនបានហើយនេះហើយបានជាយើងមានកន្លែងលើសកន្លែងខ្វះហើយចង់ដឹងកន្លែងលើសកន្លែងខ្លះម្ដងត្រូវតែចោះទៅធ្វើម្ដងទៅអញ្ចឹងចាំបាច់ត្រូវធ្វើជំរឿនទេជាជំហានបន្ទាប់មិនទាន់ឥឡូវទេយើងធ្វើកែសម្រួលអញ្ចឹងប៉ុន្តែសូមឲ្យក្រសួងស្ថាប័ននីមួយៗរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗចាប់ផ្ដើមត្រៀមលក្ខណៈធ្វើផ្ទៃក្នុងខ្លួនឯងទៅហើយទៅបាទយើងធ្លាប់ធ្វើជំរឿនប្រជាពលរដ្ឋយើងក្រសួងផែនការហើយនៅក្នុងអាហ្នឹងគឺជាផ្នែកមួយដែលត្រូវធ្វើអញ្ចឹងត្រូវមើលការគ្រប់គ្រងនេះព្រោះបើសិនជាយើងមិនអាចគ្រប់គ្រងទិន្នន័យបានទេយើងមិនអាចធ្វើអ្វីបានទាំងអស់លំទាំងអស់បាទលំទាំងអស់បាទអាហ្នឹងដោយកងទ័ពច្បាស់ហើយលើបញ្ជី 10000 នាក់ឬ 1000 នាក់ឬ 500 នាក់ស្រាប់ទៅដល់ពេលប្រយុទ្ធដាក់បទបញ្ជាទៅកសាងផែនការពីដល់លើមកបានតែ50នាក់បញ្ហាក្រសួងស្ថាប័នដូចគ្នាឈានបន្តិចម្ដងនៅក្នុងការគ្រប់គ្រងតិចទៀតចវាយខេត្តក៏ត្រូវដឹងថាក្នុងខេត្តរបស់ខ្ញុំមន្ត្រីប្រមាណ1000នាក់នៅណាខ្លះផ្ទេរផ្ទង់ទៅណាមួយទៀតយើងវិមជ្ឈនាមួយចំនួនទៅឲ្យស្រុកបាទវិមជ្ឈការសិទ្ធិមួយចំនួនទៅឲ្យស្រុកអញ្ចឹងចវាយខេត្តត្រូវដឹងតែគាត់ផ្ទេរផ្ទង់មន្ត្រីចំណុះគាត់ទៅណាខ្លះត្រូវមានទិន្នន័យកុំឲ្យខេត្តយករដ្ឋមន្ត្រីសួរឬមួយក៏រដ្ឋមន្ត្រីសុំមកទៅសួរឥឡូវមានប្រមាណកន្លែងនេះស្រាប់តែមកដឹងអត់ដឹងស្រុកគាត់ទេបាទសាលានេះមានគ្រូប្រមាណមណ្ឌលសុខភាពនេះមានគ្រូប្រមាណទាញបញ្ជីមកមន្ទីរឲ្យមកប៉ັບមានប៉ុណ្ណេះដល់ចោះទៅមើលអត់ដឹងថាស្រុកបានផ្ទេរ2ឆ្នាំហើយអត់បានរាយការណ៍មកមានទេកាលណាដែរបាទយើងធ្វើជំរឿននឹងអញ្ចឹងរាល់ការផ្ទេរផ្ទង់មន្ត្រីយើងថ្ងៃក្រោយបាទហើយវាភ្ជាប់ជាមួយនឹងផែនការយើងនៅក្រោយគឺប្រព័ន្ធ EID អីនេះដែលមន្ត្រីមួយគាត់ប្រជាជនយើងម្នាក់មាន ID ហ្នឹងដោយប្រទេសគេគាត់ទៅដល់ណាដូ security ហ្នឹងដឹងទាំងអស់អញ្ចឹងនឹងហើយគឺជាការគ្រប់គ្រងរដ្ឋបាលរបស់យើងពេលណាធ្វើបានវាអាស្រ័យទៅលើលទ្ធភាពនិងកិច្ចការប៉ុន្តែអ្វីដែលសំខាន់គឺការសម្រេចចិត្តជាចក្ខុវិស័យនិងទិសដៅនយោបាយទៅហើយអត់ដល់ថយក្រោយទេបាទអញ្ចឹងដើម្បីឈានទៅដល់ការធ្វើ ID ធ្វើឲ្យបានប្រទេសត្រូវរៀបចំការគ្រប់គ្រងទិន្នន័យឲ្យបានហើយក្នុងនោះការគ្រប់គ្រងមន្ត្រីការគ្រប់គ្រងរបស់យើងគឺផ្អែកទៅលើការរៀបចំប្រព័ន្ធនិងការធ្វើជំរឿន